សូមជម្រាបសួរដល់ប្រិយមិត្តតាមដានទស្សនាតាមរយៈបណ្ដាញសង្គម YouTube ទាំងអស់ទីគ្រប់ប្រព័ន្ធបាននៅខណៈនេះខ្ញុំបាននឹងលើកយកនៅប្រវត្តិសាស្ត្រមួយនោះគឺប្រាសាទមេបុណ្យខាងកើតមកចែកជូនដល់ប្រិយមិត្តបានស្គាល់បាទប្រហែលជាប្រិយមិត្តមួយចំនួនបានស្គាល់រួចមកហើយនៅប្រាសាទមេបុណ្យខាងកើតឬក៏ប្រិយមិត្តអាចធ្លាប់បានទៅលេងប្រាសាទមេបុណ្យខាងកើតហើយប៉ុន្តែប្រហែលជាអាចនៅមិនទាន់ស្គាល់ពីប្រវត្តិប្រាសាទនេះខ្លះចឹងខណៈខ្ញុំបាននឹងលើកយកនៅប្រវត្តិសាស្ត្រនេះមកចែកជូនដល់អស់លោកស្រីអ្នកបានដឹងតែម្ដងការហៅឈ្មោះប្រាសាទថាមេបុណ្យខាងកើតគឺហៅសំដៅទៅលើប្រាសាទមេបុណ្យមានពីរមួយគឺមេបុណ្យខាងកើតស្ថិតនៅកណ្ដាលបារាយណ៍ខាងកើតនិងមួយទៀតមេបុណ្យខាងលិចស្ថិតនៅកណ្ដាលបារាយណ៍ខាងលិចបារាយណ៍ខាងលិចគឺបារាយណ៍ដែលមានទឹកថ្លានៅក្នុងភាសាពាក្យមេស្មើនឹងមីឬម៉ាមានន័យថាម្ដាយឬស្ត្រីប្រាសាទមេបុណ្យគឺជាកន្លែងរោងបុណ្យសម្រាប់ប្រារព្ធពិធីដូច្នេះហើយបានជាគេហៅតគ្នាមកថាមេបុណ្យប្រាសាទមេបុណ្យខាងកើតមានទីតាំងស្ថិតនៅចំកណ្ដាលបារាយណ៍ខាងកើតចម្ងាយប្រហែល500ម៉ែត្រពីប្រាសាទប្រែរូបប្រាសាទមេបុណ្យខាងកើតបែរមុខទៅទិសខាងកើតប្រាសាទនេះត្រូវបានកសាងឡើងនៅភាគទី2នៃសតវត្សទី10ក្នុងឆ្នាំ952ដែលកសាងឡើងដោយព្រះបាទរាជន្ទ្រវរ្ម័នទី1ក្នុងឆ្នាំ944ដល់ឆ្នាំ968ដើម្បីឧទ្ទិសថ្វាយដល់ព្រះសិវៈឬព្រះឥសូរក្នុងព្រហ្មញ្ញសាសនាបានអញ្ចឹងប្រាសាទមេបុណ្យខាងកើតនឹងគឺកសាងឡើងដោយព្រះបាទរាជន្ទ្រវរ្ម័នទី1នៅក្នុងអំឡុងឆ្នាំ945ដល់ឆ្នាំ968ហើយប្រាសាទហ្នឹងគឺកសាងឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះសិវៈឬព្រះឥសូរដែលនៅក្នុងព្រហ្មញ្ញសាសនាប្រាសាទនេះមានរូបរាងស្រដៀងទៅនឹងប្រាសាទប្រែរូបកាលពីដើមប្រាសាទនេះស្ថិតនៅលើកោះតូចមួយកណ្ដាលបារាយណ៍ខាងកើតដែលអាចធ្វើដំណើរបានដោយទូកតែបច្ចុប្បន្នបារាយណ៍នោះបានគោកអស់ទៅហើយយោងតាមសិលាចារឹកបានបញ្ជាក់ថាប្រាសាទមេបុណ្យខាងកើតជាប្រាសាទភ្នំធ្វើអំពីថ្មរាងជើងក្អែកសម្រាប់ឧទ្ទិសដល់បុព្វការីជនដែលមានរូបមាតាបិតាក្នុងទម្រង់ជាព្រះឥសូរព្រះនាងបវត្តីព្រះវិស្ណុព្រះព្រហ្មនិងនៅក្នុងប្រាង្គកណ្ដាលដាក់លិង្គទេវរាជដែលលោកសក់សដេសអះអាងថាជាឈ្មោះរាជន្ទ្រស្វារៈប្រាសាទមេបុណ្យមានទម្រង់និងលក្ខណៈស្រដៀងទៅនឹងប្រាសាទប្រែរូបដែលមានចំនួនប្រាង្គសំខាន់ចំនួន5សាងសង់អំពីឥដ្ឋស្ថិតនៅលើខឿនសង់អំពីថ្មបាយក្រៀមនិងថ្មភក់ប៉ុន្តែមានកម្ពស់ទាបជាងប្រាសាទប្រែរូបនៅសងខាងកម្មចិន្តាមានលម្អចម្លាក់សត្វតោរីឯនៅតាមជ្រុងនៃខឿនជាន់ទី
និងជាន់ទី2មានរូបលម្អដំរីដែលមានប្រម៉ោយសំយុងត្រង់ចុះមកក្រោមហើយនៅលើកដំរីមានលម្អខ្សែកទៀតផងនៅឯជញ្ជាំងខាងក្រៅនៃប្រាង្គទាំង5មានតួប៉មតូចៗផ្សេងទៀតមានប្រហោងតូចៗសម្រាប់ភ្ជាប់កំបោរបាយអបាទអរគុណដល់ប្រិយមិត្តដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយប្រិយមិត្តថ្មីដែលមិនទាន់ Subscribe សូមជួយ Subscribe ម្នាក់មួយដើម្បីទូបានព័ត៌មានថ្មីនៅពេលដែលខ្ញុំបានបង្ហោះទៅអរគុណជួបគ្នានៅវីដេអូក្រោយទៀត